ស្អីដែលផ្លាស់ប្ដូរវាសនាមនុស្សបានគឺការអប់រំហើយសាលាបញ្ញាសាស្ត្រក៏បានបដោះធនធានមនុស្សច្រើនសម្រាប់ដែលធ្វើការងារឲ្យក្រុមហ៊ុនខ្ញុំបើសិនជាអត់មានសាលាបញ្ញាសាស្ត្រប្រហែលជាមិនដឹងថាបុគ្គលិកខ្ញុំបន្តិចមិនអីប្រមាណអ្នកហ្នឹងដឹងជាគាត់ទៅធ្វើការណាខ្ញុំនឹងបានមនុស្សពីណាមកប្រើនឹងអញ្ចឹងគឺគុណសាលាបញ្ញាសាស្ត្រគឺមានបែបហ្នឹងដែរបាទហ្នឹងហើយនៅទទួលយកទៀតបើសិនជាអ្នក outstanding បាទអញ្ចឹងចូលទៅប្រធានបទរបស់យើងក៏អរគុណសាលាបញ្ញាសាស្ត្រដែលតែងតែហៅខ្ញុំមកក៏សូមទោសផងមានពេលខ្លះបងអើយបើមិនបានមកតាមការអញ្ជើញសាលាដោយសាររវល់ច្រើនដែរហើយសាលាបញ្ញាសាស្ត្រក៏បានបដោះធនធានមនុស្សច្រើនសម្រាប់ដែលធ្វើការងារឲ្យក្រុមហ៊ុនខ្ញុំបើសិនជាអត់មានសាលាបញ្ញាសាស្ត្រប្រហែលជាមិនដឹងថាបុគ្គលិកខ្ញុំបន្តិចមិនអីប្រមាណអ្នកហ្នឹងដឹងជាគាត់ទៅធ្វើការណាខ្ញុំនឹងបានមនុស្សពីណាមកប្រើនឹងអញ្ចឹងគឺគុណសាលាបញ្ញាសាស្ត្រគឺមានបែបហ្នឹងដែរបាទហ្នឹងហើយនៅទទួលយកទៀតបើសិនជាអ្នក outstanding បណ្ដាជជែកគ្នាហើយណា outstanding មិនមែនតែរៀនទេគឺ outstanding ពេលដែលធ្វើការដែរជាងការយើងបកកែតែពេលរៀនទេពេលដែលយើងធ្វើការយើងអត់បកកែទេតិចទៀតខ្ញុំនឹងចូលទៅរឿងសំខាន់តិចដែលខ្ញុំ share ទាំងអស់ដឹងថាការគ្រប់គ្រងសមាគមសហព័ន្ធបែបនេះគ្រប់គ្រងបុគ្គលិកជាង20ឆ្នាំហើយគ្រប់ level គ្រប់ជំនាញបែបនេះមើលមនុស្សមិនសូវខុសទេមើលមិនសូវខុសទេហើយខ្ញុំដឹងថាគ្រូទស្សនវិជ្ជាខ្ញុំជាអ្នក philosophy ផ្នែកច្បាប់ផងអញ្ចឹងគឺបកកែទស្សនវិជ្ជាគួរសមតក្កវិជ្ជា philosophy គឺបកកែសឹងតែមនុស្សនិយាយជាមួយខ្ញុំសួរតែ10ឃ្លាខ្ញុំសឹងដឹងថាគាត់ជាអ្នកណាបាត់ហើយហ្នឹងអញ្ចឹងទេក៏ចង់ប្រាប់បងប្អូនថាមនុស្សវាមិនស្រួលទេជីវិតការវាតម្លៃការទទួលស្គាល់ដោយសង្គមមិនមែនស្រួលទេត្រូវការប្អូនម្នាក់យកទឹកយកចិត្តដាក់នៃជីវិតចុងក្រោយក៏ខ្ញុំឯកភាពតាមប្អូនស្រីមីសេកដែលរៀនពីជប៉ុនសិតតែនៅក្នុងដែលខ្ញុំព្រៀងស្អីដែលផ្លាស់ប្ដូរវាសនាមនុស្សបានគឺការអប់រំបាទការអប់រំមិនមែនប្រកាសថាយើងកើតនៅក្នុងទីតាំងនេះត្រូវបានឲ្យវាសនាយើងប្តេជ្ញាផ្ដួលតាមនោះទេអ្នកបកកែគឺបដូរវាសនារបស់ខ្លួនពីនៅក្នុងទីតាំងមួយដែលមិនបានផ្ដល់ឱកាសក៏ខ្លាយទៅជាអ្នកមានឱកាសអ្នកខ្លះក៏កើតនៅប្រទេសមហាអំណាចមានវាសនាល្អក៏មិនប្រកាសថាខ្លួនឯងនឹងមានវាសនាល្អដូចអ្វីដែលខ្លួនឯងកើតដែរព្រោះអីអាចនឹងមិនបានរៀនអាចនឹងមិនប្រឹងតស៊ូអាចនឹងមិនស្គាល់ពីជីវិតអាចនឹងមិនស្គាល់ពីសង្គមអាចនឹងគ្មានទិសដៅច្បាស់លាស់នៅខាងក្រោយនឹងមានថាតើបងអូនគួរធ្វើអីដើម្បីមានទិសដៅច្បាស់លាស់